សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងមកនិយាយបន្តិចបាទគឺថាអ្នកដែលថាខ្ញុំមុខអាក្រក់អ្នកដែលថាខ្ញុំមុខដូចចោលដូចអីណាបាទថ្ងៃនេះគឺខ្ញុំចង់និយាយឲ្យវាធូរស្បើយក្នុងទ្រុងបន្តិចបាទថ្ងៃនេះគឺចង់និយាយខ្លាំងថ្ងៃនេះអ្នកដែលថាខ្ញុំមុខអាក្រក់ណាបាទថ្ងៃនេះគឺខ្ញុំចង់និយាយបន្តិចបាទគឺខ្ញុំអត់បានថាមុខខ្ញុំនឹងស្អាតដូចមុខបងឯងទេបាទចេញមកបភ្លើអញ្ចឹងនិយាយវានឹងខ្យល់ទេផ្ទះឲ្យចុយម្ដាយឡើងអាភ្លើមិនចាំមើលងាយគេថាគេមុខចេះមុខដូចចោមុខដូចអីបាទខ្ញុំក៏ចេះអន់ចិត្តដែរណាបើនិយាយមកនឹងអត់អោយតម្លៃខ្មែរគ្នាឯងបាទទោះបីខ្ញុំមុខអាក្រក់មែនប៉ុន្តែខ្ញុំអត់ទៅលួចឆក់ប្លន់គេទេខ្ញុំមានការងារសិទ្ធិចរិតរបស់ខ្ញុំមានការងារធ្វើស្របច្បាប់របស់ខ្ញុំហ៊ានសួយបងឯងមុខស្អាតហ្នឹងហ៊ានសួយនៅចាយលុយម៉ែទៀតនេះបើតាមមើលទៅនេះខ្ញុំចង់និយាយថាអញ្ចេះបងទោះបីមុខខ្ញុំមុខមាត់ខ្ញុំអាក្រក់មែនប៉ុន្តែចិត្តគំនិតខ្ញុំអត់អាក្រក់ដូចមុខខ្ញុំទេបងឯងកុំវាយតម្លៃគេតែសម្បកក្រៅអត់រៀនមើលចិត្តគេសិនមុននឹងនិយាយពីគេចេះចោលបាទតែវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនបាទបើមិនមកបាទបងប្អូនបើសិនជាខ្ញុំនិយាយទៅមានខុសឆ្គងកន្លែងណាសូមអធិស្ឋានអភ័យទោសខ្ញុំផងបាទដោយសារតែខ្ញុំនិយាយចំពោះតែអ្នកដែលនិយាយខ្ញុំពីម្សិលមិញទេបាទសូមអរគុណច្រើនបាទបាយបាយ